លោកនាងជាទីមេត្រីបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យឥណទានក្រៅផ្លូវការឬឥណទានដែលយកការប្រាក់ខ្ពស់រួចមកចំនួនគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះបានទៅចុះបញ្ជីកាន់តែច្រើនឡើងនៅធនាគារជាតិកម្ពុជាក៏ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថាការផ្ដល់ឥណទានត្រង់ការប្រាក់ទាបគឺអាស្រ័យលើប្រសិទ្ធភាពគ្រប់គ្រងរបស់អាជ្ញាធរហិរញ្ញវត្ថុរបស់កម្ពុជាលោកអានស៊ីថៅមានសេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមទាំងធនាគារជាតិកម្ពុជាបានរកឃើញថាប្រជាពលរដ្ឋដែលរស់នៅជនបទជាក្រុមអ្នកងាយរងគ្រោះពីការផ្ដល់ឥណទានត្រង់ការប្រាក់មួយខ្ពស់បំផុតឥណទានត្រង់ការប្រាក់ខ្ពស់នោះបានមកពីអង្គការសប្បុរសធម៌ដែលតាំងខ្លួនជាគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីបញ្ហានេះធនាគារជាតិកម្ពុជាបានប្រមានដល់អង្គការទាំងនោះត្រូវតែមកចុះបញ្ជីតាមផ្លូវច្បាប់ប្រសិនបើចង់បន្តសកម្មភាពផ្ដល់ប្រាក់កម្ចីជាបន្តទៀតអគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជាលោកជាចន្ទោមានប្រសាសន៍ថាបន្ទាប់ពីធនាគារជាតិបានចេញសេចក្តីជូនដំណឹងអំពីការប្រមាននោះមកចំនួនអង្គការទាំងនោះបានចុះបញ្ជីកើនឡើងជាបន្តបន្ទាប់តាមការប៉ាន់ស្មានចំនួនអង្គការមនុស្សធម៌ដែលមកចុះបញ្ជីនោះមានប្រមាណ100ស្ថាប័នក្នុងចំណោមអង្គការសរុបជាង200ស្ថាប័ននៅទូទាំងប្រទេសកម្ពុជាលោកជាចន្ទោបានបញ្ជាក់ទៀតថាប្រសិនបើអង្គការមនុស្សធម៌ដទៃទៀតមិនមកចុះបញ្ជីនោះទេនឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមានជាបានត្រឹមត្រូវយ៉ាងទី2វិធានការពលអ្នកដែលយកការប្រាក់គោហេតុពេកមានវិធានការតាមនឹងវិធានការដែលជាធរមានក្នុងច្បាប់ពីចែងផ្ទុយពីការលើកឡើងនេះអ្នកវិភាគហិរញ្ញវត្ថុមួយចំនួនយល់ឃើញថាទូនីតិរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ដើម្បីកាត់បន្ថយភាពក្រីក្រនិងគាំទ្រដល់ការបង្កើតអាជីវកម្មប៉ុន្តែស្ថានភាពហិរញ្ញវត្ថុកម្ពុជាត្រូវបានគេអះអាងផ្សេងគ្នាជាពិសេសថាมันបានចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋពិតប្រាកដឡើយអ្នកវិភាគមួយចំនួនទៀតបានអះអាងថាភាពរីកចម្រើននៃគ្រឹះស្ថានហិរញ្ញវត្ថុបានបង្កើតចំនួនបំណុលវ័នកទៅវិញអ្នកវិភាគសេដ្ឋកិច្ចលោកស្រីចន្ទធីមានប្រសាសន៍ថាបច្ចុប្បន្នគ្រឹះស្ថានដែលផ្ដល់ប្រាក់កម្ចីគឺកំណត់ការប្រាក់ខ្ពស់ពេកឬការផ្ដល់ឥណទានបង្កើតអាជីវកម្មមិនអាចបង្កើតផលចំណេញបានប្រធាននាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកមីវ៉ាន់មានប្រសាសន៍ថាអវត្តមានរបស់ស្ថាប័នហិរញ្ញវត្ថុផ្លូវការនិងតម្រូវការឥណទានខ្ពស់គឺជាមូលហេតុធ្វើឲ្យឈ្មួញអាចយកអត្រាការប្រាក់ខ្ពស់បំផុតនៅជនបទរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្ហាញថាគិតត្រឹមឆ្នាំ2014គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការបានស្នើសុំអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជាមានចំនួន45ស្ថាប័ននិងបានផ្ដល់ប្រាក់កម្ចីចំនួនជាង$2000លានសហរដ្ឋអាមេរិកដល់ប្រជាពលរដ្ឋប្រមាណ1.7លាននាក់នៅទូទាំងប្រទេសកម្ពុជាប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាលោកប៊ុនម៉ានីមានប្រសាសន៍ថាដើម្បីកាត់បន្ថយអត្រាការប្រាក់ប្រជាពលរដ្ឋកម្ពុជាត្រូវទុកចិត្តលើការដាក់សន្សំប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុផ្ទុយទៅវិញប្រសិនបើគ្រឹះស្ថានហិរញ្ញវត្ថុដួលរលំអ្នកដែលរងផលប៉ះពាល់គឺក្រុមប្រជាពលរដ្ឋក្រីក្រហើយបើសិនណាជាខូចទៅវិញហើយខ្ញុំចង់ប្រាប់ថាអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺជាពលរដ្ឋក្រីក្រនឹងឯងដែលគាត់អត់បានទទួលសេវាកម្មពីគ្រឹះស្ថានរៀបរយនោះទៅគាត់ត្រូវប្រឈមនឹងអ្នកចងការប្រាក់ឯកជនដែលគាត់អត់មានច្បាប់គ្រប់គ្រងអញ្ចឹងការប្រាក់វាថ្លៃហើយការអនុវត្តរបស់គេគឺខុសពីអ្នករៀបរយនេះឆ្ងាយតែម្ដងបន្ថែមលើនេះគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីនានាយល់ឃើញថាវត្តមាននៃការផ្ដល់ប្រាក់កម្ចីត្រង់អត្រាការប្រាក់ខ្ពស់ដោយសារតែសមត្ថភាពគ្រប់គ្រងរបស់ធនាគារជាតិកម្ពុជាហាក់នៅមានកម្រិតទាបក្នុងការប្រមូលលុយរបស់ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធធនាគារមកសន្សំប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលេដាលោកអិនចានីមានប្រសាសន៍ថាបច្ចុប្បន្នបរិមាណលុយដែលស្ថិតនៅក្រៅប្រព័ន្ធធនាគារគឺមានចំនួនធំនៅឡើយដែលតាមការប៉ាន់ស្មានប្រជាពលរដ្ឋដែលសន្សំប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់មានប្រមាណ 50% ប៉ុណ្ណោះនៃទំហំសេដ្ឋកិច្ចជាតិឆ្លើយតបទៅនឹងបញ្ហានេះធនាគារជាតិកម្ពុជាក៏បានបង្កើតជាក្រុមប្រតិបត្តិសេវាធនាគារនិងហិរញ្ញវត្ថុដើម្បីជួយលើកកម្ពស់ការផ្ដល់ឥណទានដល់អតិថិជនប្រកបដោយតម្លាភាពនិងលើកទឹកចិត្តឲ្យអតិថិជនសន្សំប្រាក់ការស្រាវជ្រាវដោយការិយាល័យឥណទានកម្ពុជាបានបង្ហាញថាអតិថិជនកម្ពុជាដែលមានបំណងខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុនឹងកើនឡើង2ដងនៅរយៈពេល5ឆ្នាំខាងមុខគឺកើនឡើងពីចំនួន2លាននាក់ដល់3លាន3សែននាក់ក្នុងចំណោមអតិថិជនដែលមានអាយុចន្លោះពី40ឆ្នាំទៅ49ឆ្នាំគឺជាក្រុមអតិថិជនដែលខ្ចីលុយច្រើនជាងគេពីគ្រឹះស្ថានហិរញ្ញវត្ថុទូ
ទោះជាយ៉ាងណាក៏ដោយស្របពេលដែលការិយាល័យឥណទានកម្ពុជាបានព្យាករណ៍ឥណទានថាមានកំណើនខ្លាំងនោះអ្នកវិភាគសេដ្ឋកិច្ចមួយចំនួននៅកម្ពុជាបានចោទជាសំណួរថាតើភាពរីកចម្រើននេះពិតជាជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឬបង្កើតជាហានិភ័យដល់អតិថិជនដែលអាចធ្វើឲ្យពួកគាត់បាត់បង់ដីធ្លីនិងផ្ទះសម្បែងពីហិរញ្ញប្បទានទាំងនោះបច្ចុប្បន្នតាមការប៉ាន់ស្មានដោយធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថាប្រទេសកម្ពុជាមានប្រជាពលរដ្ឋប្រមាណ9 លាននាក់ស្ថិតនៅក្នុងក្រុមប្រជាពលរដ្ឋក្រីក្រក្រុមអ្នកមានចំនួនដីធ្លីក្រុមពលករចំណាក់ស្រុកនិងក្រុមអ្នកគ្មានការងារធ្វើខ្ញុំអានស៊ីថាវវិទ្យុអាស៊ីសេរីភ្នំពេញ